ពីពេលនេះទៅមិនចាំបាច់ទៅរកចំណីទេកូនជាអ្នកចិញ្ចឹមអ្នកទាំងពីរអ្នកទាំងឡាយពេលនេះយើងនឹងទៅឆៃស្រូវសលិចនៅព្រៃហេមពៀនពួកយើងចុះនៅទីនេះហើយអ្នកទាំងអស់គ្នាឆៃឆ្អែតហើយឬនៅឆ្អែតហើយលោកចាស់យើងនឹងត្រឡប់ទៅវិញពុកម៉ែនេះជាស្រូវសលិចដែលដុះនៅព្រៃហេមពៀនចូលអ្នកទាំងពីរបរិភោគចុះលោកម្ចាស់ពេលនេះស្រូវសលៃនៅដែនមកធៈប្រហែលជាដុះហើយបើដូច្នេះពួកឯងទាំងពីរចូលទៅដែនមកធៈមើលតើដុះស្រូវសលៃហើយឬស្រូវសលៃដុះច្រើនពិតមែនតោះយកដំណឹងទៅប្រាប់លោកម្ចាស់វិញជំរាបលោកម្ចាស់នៅទីនោះពិតជាមានស្រូវសលៃដុះមែនល្អណាស់ពួកយើងនឹងទៅកាន់ទីនោះនៅព្រឹកស្អែកចុះអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងទៅកាន់ដែនមកធៈអ្នកទាំងអស់គ្នាអាចចុះឆៃស្រូវសលៃបានហើយចុះសេកមកពីណាអីក៏ច្រើនសម្រាប់ម្លេះឲ្យចេញទៅសេកចង្រៃវាអាចពួកសេកនេះដេញយ៉ាងណាក៏មិនទៅដែរក៏ដូចជាស្រូវរបស់វាដាំទុកទីនេះអញ្ចឹងចុះអាមួយនោះអីក៏លុបលុនម្លេះស៊ីឆ្អែតហើយនៅឆ្លៀតពំគួរស្រូវចុះទៅទៀតតែឆ្អែតបានវាព្រមហើយចេញមិនកើតទេពួកវាមកក្រល់ថ្ងៃបែបនេះបើលោកកៅសយៈដឹងរឿងនេះច្បាស់ជាដំឡើងថ្លៃបំណុលមិនខានខ្ញុំត្រូវតែទៅជម្រាបគាត់ជាមុនជំរាបសួរលោកម្ចាស់កៅសយៈមិនឲ្យអ្នកកំឡោះស្រូវក្នុងស្រែបានផលល្អដែរទេលោកម្ចាស់ស្រូវក្នុងស្រែបរិបូរណ៍ណាស់តែមួយរយៈនេះមានសត្វសេកមួយហ្វូងធំតែមកស៊ីស្រូវរាល់ថ្ងៃក្នុងនោះមានសេកមួយមានធំជាងគេពណ៌វិញក៏ស្រស់ស្អាតវាស៊ីឆ្អែតហើយឆ្លៀតពំគួរស្រូវយកទៅទៀតយើងពេញចិត្តនឹងសេកនោះណាស់តើឯងចេះដាក់អន្ទាក់ទេអត់ចេះលោកម្ចាស់ល្អអញ្ចឹងឯងត្រឡប់ទៅវិញចុះហើយធ្វើអន្ទាក់អំពីកន្ទុយសត្វចាប់សេកនោះទាំងរស់មកឲ្យយើងដាក់អន្ទាក់នៅកន្លែងណាមកហ៎ដាក់នេះហើយព្រោះសេកនៅភាគច្រើនចុះកន្លែងនឹងយើងជាប់អន្ទាក់ហើយតែបើយើងស្រែកនៅពេលនេះពួកសេកទាំងឡាយនឹងផ្អើលទាំងដែលមិនទាន់បានឆេះឆ្អែតនឹងហើយចាំឲ្យពួកគេឆ្អែតសិនចុះឥឡូវនេះចេះសេកនោះជាប់អន្ទាក់របស់យើងហើយពួកសេកទាំងនោះបានឆេះឆ្អែតហើយក៏ហើរចោលខ្ញុំអស់គ្មាននរណាមកអើពើដែលខ្ញុំជាប់អន្ទាក់នោះទេតើខ្ញុំបានសាកបាបកម្មអ្វីទៅសេកនេះធំហើយស្រស់ស្អាតជាងសេកឯទៀតលោកកៅសយៈឃើញច្បាស់ជាពេញចិត្តនឹងខាងចូលទ្រង់អាសម្លាញ់ទៅជួបលោកកៅសយៈជាមួយយើងលោកម្ចាស់កៅសយៈខ្ញុំបានចាប់សេកនោះមកទាំងរស់តាមប្រសារបស់លោកហើយទៀតជាស្រស់ស្អាតខ្លាំងណាស់នៅសេកផ្សេងឆៃស្រូវល្មមឆ្អែតហើយចុះឯងក្រពះធំមែនទេបានជាឆៃស្រូវរបស់យើងឆ្អែតហើយឆ្លៀតពំយកទៅទៀតឬមួយក៏អ្នកមានចង្រុកសម្រាប់ដាក់ស្រូវឬមួយក៏ចងពៀនឹងយើងឆ្លើយសំណួររបស់ខ្ញុំមកខ្ញុំមិនចង់ពៀនឹងអ្នកទេចង្រុករបស់ខ្ញុំក៏មិនមានដែរដែលខ្ញុំពំស្រូវទៅនេះដើម្បីដោះបំណុលផងបុលផងខ្ញុំហើរទៅដល់ចុងរកាក៏កប់កំណប់ទុកក្នុងព្រៃរកានោះបបិទ្ធកៅសយៈអ្នកចូលជ្រាបយ៉ាងនេះចុះការឲ្យបុលការដោះបំណុលនិងការកប់កំណប់ទ្រព្យនោះបាននៅយ៉ាងម៉េចបបិទ្ធកៅសយៈខ្ញុំមានកូនតូចមិនទាន់ដុះស្លាប់នៅឡើយកូនតូចទាំងនោះដែលខ្ញុំត្រូវចិញ្ចឹមហេតុនោះខ្ញុំត្រូវឲ្យបុលដល់កូនតូចទាំងនោះម្យ៉ាងទៀតខ្ញុំមានឪពុកម្ដាយចាស់ជរាខ្ញុំត្រូវពំនៅស្រូវសាលីនេះយកជូនពួកគាត់នេះហៅថាដោះបំណុលចាស់ដែលគាត់ធ្វើពីមុនក្នុងព្រៃរកានោះមានបក្សីទាំងឡាយដទៃទៀតជ្រូកស្លាប់អស់ហើយថមថយកម្លាំងខ្ញុំត្រូវការដោយបុណ្យក៏ឲ្យដល់បក្សីទាំងនោះបណ្ឌិតទាំងឡាយពោលថាបញ្ញកម្មនេះជាកំណត់ការឲ្យបុលការដោះបំណុលនិងការកប់កំណត់ទ្រព្យរបស់ខ្ញុំយ៉ាងនេះឯងបបិទ្ធកៅសយៈអ្នកចូលជ្រាបអស្ចារ្យណាស់ឯងជាបក្សីទេតែចេះដឹងគុណហើយប្រកបដោយធម៌ដែលពួកមនុស្សខ្លះមិនមាន
ចាប់ពីពេលនេះទៅយើងប្រគល់ស្រូវ400ហិកតាដល់អ្នកចូលនាំពពួកបរិវាររបស់អ្នកមកឆីតាមសបាយចុះ បបិទ្ធកោសយៈសូមអ្នកកុំប្រមាថចូលអ្នកឲ្យទានដល់សមណៈព្រាហ្មណ៍ផងចិញ្ចឹមមេដាបេដាដែលចាស់ជរាផង ថ្ងៃនេះប្រាជ្ញានឹងបុណ្យបានកើតឡើងដល់យើងត្បិតយើងបានជួបនឹងស្ដេចសេកដ៏ប្រសើរជាងពួកបាសីទាំងឡាយយើងនឹងធ្វើបុណ្យឲ្យបានច្រើន